Warren Buffett ទៅតែលក់ហ៊ុន Apple ចូលជាង$4,000 លានហើយលក់ហ៊ុន 41% ចេញពីធនាគារអាមេរិកឬក៏ Bank of America តម្លៃជាង$1,000 លានហើយក៏បានលក់ចេញហ៊ុនទាំងអស់របស់គាត់នៅ T-Mobile ដែលមានតម្លៃ$1,000 ជាងលាននេះដូចគ្នាប្រាក់ទាំងអស់នេះគឺធំគួរឲ្យគាត់សម្គាល់ហើយបើយើងមើលទៅ Warren Buffett គាត់បានលក់ហ៊ុនរហូតតាំងពី Q4 ឬក៏ត្រីមាសទី4នៅឆ្នាំ2022មកដល់បច្ចុប្បន្ននេះមានន័យថាលុយរបស់គាត់នៅពេលនេះគឺគោលើគ្នារហូតដល់$344,000 លានដែលជាលុយសុទ្ធអត់ធ្វើអីច្រើនបំផុត30ឆ្នាំនៃ Berkshire Hathaway កន្លងមកនេះ$344,000 លានគឺជិតស្មើនឹង GDP ប្រទេសវៀតណាមទាំងមូលបើយើងចង់ស្វែងយល់dataតម្លៃលុយរបស់គាត់នឹងមានអារម្មណ៍មិនដែរនៅពេលដែលអ្នកវិនិយោគធំជាងគេបំផុតរបស់ពិភពលោកលក់ហ៊ុនយកលុយទុកគោលើគ្នាច្រើនបែបនេះតើអានឹងគឺជាសញ្ញាក្រហមមួយឬក៏យ៉ាងមិនដែរយ៉ាងតែគេហៅ Warren Buffett គឺជា Oracle of Omaha ព្រោះមានអ្នកជុំវិញពិភពលោកគឺនាំគ្នាតាមដានរាល់ចលនាវិនិយោគរបស់គាត់ហើយបើយើងមើលទៅនេះគឺមិនមែនជាលើកដំបូងទេដែលគាត់បកគោលុយសុទ្ធទុកលើគ្នាបែបនេះព្រោះគាត់បានធ្លាប់បកគោម្ដងដែរជាច្រើនខ្លាំងមែនទែននៅឆ្នាំ2007មុនពេលដែល Global Financial Crisis ឬក៏វិបត្តិហិរញ្ញវត្ថុសកលនឹងកើតឡើងនៅឆ្នាំបន្ទាប់ដែលទីផ្សារហ៊ុនរបស់អាមេរិកនៅពេលនេះគឺធ្លាក់រហូតដល់ 60% Warren Buffett ក៏បានបាយនៅ dip នៅពេលនោះជាមួយនឹងលុយបកគោជាច្រើនរបស់គាត់ហើយមកដល់ឆ្នាំ2021គាត់បានបកគោលុយធំម្ដងទៀតមុននឹងផ្សារហ៊ុនធ្លាក់ជាង 20% នៅឆ្នាំ2022គាត់ក៏បានទិញហ៊ុនក្នុងតម្លៃទាបម្ដងទៀតករណីមួយចំនួនដែលទូទៅដែលគាត់មិនទិញហ៊ុនចូលនៅពេលនេះគឺមួយគឺអត់មានហ៊ុនណាដែលទាក់ភ្នែកដើម្បីវិនិយោគ S&P 500 ឡើងខ្ពស់ជាង Buffett Indicator មានន័យថាវាធំជាងសេដ្ឋកិច្ចអាមេរិកចូលជាង2ដងគ្មានអ្វីចម្លែកទេនៅពេលដែលតម្លៃហ៊ុនឡើងខ្ពស់បែបនេះនោះគឺដោយសារ AI bubble ហើយនឹងចលនាវិនិយោគចុះឡើងរបស់ក្រុមហ៊ុនធំៗលើ AI នៅក្នុង ecosystem របស់ Donald Trump ពេលហ៊ុនឡើងហួសតម្លៃពិតបែបនេះ Warren Buffett ក៏មិនចាប់អារម្មណ៍យកប្រាក់ទៅបន្ថយនោះដែរជាពិសេសនៅពេលដែលក្រុមហ៊ុនធំមួយចំនួនតិចរបស់អាមេរិកគឺជាកម្លាំងចូលខ្លាំងជាងគេឬក៏ចូល 30% នៃចលនាទីផ្សារហ៊ុនទាំងអស់នៅអាមេរិករួចទៅហើយនោះក្រៅពីនោះលុយកម្ចីអាមេរិកក៏ឡើងខ្ពស់ជាង GDP ប្រទេសហើយពេលដែលអាមេរិកខ្ចីកាន់តែច្រើនដើម្បីចំណាយការបោះពុម្ពលុយដុល្លារបន្ថែមដើម្បីយកទៅញាត់ក្នុងសេដ្ឋកិច្ចទាំងមូលក៏កាន់តែកើនឡើងដើម្បីកាត់កងនៅបញ្ហាកម្ចីនេះហើយតម្លៃលុយដុល្លារក៏ថយចុះតាមនឹងដែរដើម្បីប្រឆាំងនឹងការថយតម្លៃនៃលុយរបស់ Warren Buffett គាត់ក៏បានរើសហ៊ុនមួយចំនួនដើម្បីធ្វើការវិនិយោគនោះដែរហើយយើងឃើញថាក្រុមហ៊ុនទាំងអស់នោះដែលមានដូចជា Home Builder D.R. Horton, Billboard Owners ហើយនិង Nucor គឺជាប្រភេទក្រុមហ៊ុនដែលមានទ្រព្យសម្បត្តិដូចជារោងចក្រផ្សេងៗដែលយើងអាចប៉ះបានឬក៏មានតម្លៃប្រឆាំងទៅនឹងការថយចុះនៃតម្លៃលុយឬក៏អតិផរណារបស់លុយដុល្លារហើយ cash flow របស់ក្រុមហ៊ុនទាំងអស់នេះគឺទូទៅគឺថេរនៅក្នុងសេដ្ឋកិច្ចប្រែប្រួលឬក៏ volatile យ៉ាងណាក៏ដោយក្រៅពីនោះ PE របស់ក្រុមហ៊ុនទាំងនេះគឺនៅទាបជាងទីផ្សារទូទៅដែលជាជ្រុងមួយឬក៏ margin នៃសុវត្ថិភាពដើម្បីរកប្រាក់ចំណេញទោះយ៉ាងណាក៏ដោយ Warren Buffett គាត់មិនដែលថាគាត់ដឹងទេថាទីផ្សារនឹងរលំនៅពេលណាហើយធនាគារធំៗរបស់អាមេរិកនៅពេលនេះក៏វិជ្ជមាននឹងសេដ្ឋកិច្ចបច្ចុប្បន្នខណៈដែលអតិផរណាគឺធ្លាក់ចុះមកជុំវិញ 2.7% មិនមែនជា concern ឬក៏ជារឿងដែលមួយដែលគួរឈឺក្បាលតែចលនារបស់ Warren Buffett ពេលនេះគឺវាអាចបកទៅយុទ្ធសាស្ត្ររបស់គាត់វិញដែលរងចាំមើលក្រុមហ៊ុនណាដែលមានតម្លៃក្រោមទីផ្សារល្អដើម្បីទិញហើយយុទ្ធសាស្ត្រនេះគឺមានឈ្មោះថា value investing ហើយចុងក្រោយនេះដែរសម្រាប់អ្នកដែលចង់រៀនវិនិយោគភាគហ៊ុនឬបើកគណនីហ៊ុនអាមេរិកឬក៏ crypto អាចទាក់ទងមក Telegram ខាងលើនេះបានក្រុមការងារយើងនឹងរៀបចំឯកសារជំនួយក្នុងការរៀនវិនិយោគនិងការបង្កើតគណនីហើយសម្រាប់អ្នកដែលចង់ចូលរួមមូលនិធិវិនិយោគរបស់ Asda Inc ដែលមានឈ្មោះថា Asda Next Gen Management អាចទាក់ទងមក Telegram នៅលើអេក្រង់នេះបានដែលយើងតម្រូវឲ្យអ្នកចូលរួមយ៉ាងហោចណាស់$500 ទៅ$2,500 ក្នុងម្នាក់បាទគុណ